មិនដែលចាត់វិធានការបែបណាមួយដោយប្រើកម្លាំងទេជាក់ស្ដែងដោយករណីនៃការដោះស្រាយបញ្ហាព្រំដែននេះជាដើមយើងប្រើច្បាប់ខ្ញុំសូមបញ្ជាក់ជាថ្មីទៀតថាយើងប្រើរហូតដល់ច្បាប់អន្តរជាតិដល់តុលាការយុតិធធម៌អន្តរជាតិតើមានពួកឧទាមណាទៅហ៊ានប្រឈមនឹងតុលាការយុតិធធម៌អន្តរជាតិចំណុចទី2បញ្ហារវាងរដ្ឋាភិបាល$23យើងខ្ញុំរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហើយរដ្ឋាភិបាលរបបភ្នំពេញបើយើងនិយាយចំរដ្ឋាភិបាលរបបភ្នំពេញគួរនិយាយថារបប7មករាវិញរដ្ឋាភិបាល7មករាចំណុចខុសគ្នានៅត្រង់រដ្ឋាភិបាលទាំងពីរទី1ពួកយើងដែលជារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23និយាយមែនធ្វើមែនប៉ុន្តែរឿងជោគជ័យឬក៏បរាជ័យយើងតស៊ូទាំងអស់គ្នាតែចំណុចដែលសំខាន់គឺយើងធ្វើដោយឆន្ទៈយើងសន្យាថាធ្វើយើងធ្វើពីព្រោះយើងបំពេញតួនាទីជារដ្ឋាភិបាលពាក្យថារដ្ឋាភិបាលត្រូវតែបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប៉ុន្តែយើងបម្រើបានប៉ុណ្ណាអានោះយើងប្រឹងប្រែងតទៅទៀតដោយសេចក្តីស្មោះត្រង់សុចរិតនិងមានគុណធម៌ចំពោះប្រជាពលរដ្ឋនិងការពារទឹកដីជាតិប៉ុន្តែរបបភ្នំពេញអត់បានធ្វើបែបនោះទេបើទោះបីជាកាន់អំណាចពេញដៃនៅលើដែនដីនៃប្រទេសកម្ពុជាហើយចំណុចមួយទៀតដែលបងប្អូនគួរកត់សម្គាល់ដែររដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មិនដែលរារាំងរបបភ្នំពេញនៃក្រមគ្រួសារហ៊ុនមិនឲ្យប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិទេមិនដែលរារាំងសោះឡើយមានតែជំរុញឲ្យប្តឹងហើយបើរបបភ្នំពេញប្តឹងយើងមានតែប្រកាសជួយថែមទៀតប៉ុន្តែរបបភ្នំពេញវិញនៅពេលដែលយើងប្តឹងបែរទៅជាដាក់បណ្ដាសាថាឲ្យយើងបរាជ័យហើយចុះបើយើងបរាជ័យអ្នកណាបរាជ័យគឺប្រជាជាតិខ្មែរយើងធ្វើដើម្បីផលប្រយោជន៍ប្រជាជាតិខ្មែរយើងមិនមែនធ្វើដើម្បីផលប្រយោជន៍យើងខ្ញុំប្រមាណអ្នកដែលដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នេះទេចំណុចខុសគ្នាបងប្អូនគាត់សម្គាល់យើងមិនដែលរារាំងឲ្យរបបភ្នំពេញប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិទេមានតែជំរុញអំពាវនាវឲ្យអំពាវនាវទៀតប៉ុន្តែរបបក្រុងភ្នំពេញវិញបែរជារារាំងយើងបន្ទោសបង្អាប់យើងប្រើមធ្យោបាយសពបែបយ៉ាងរហូតដល់ហៅយើងថាឧទាមនោះមានន័យថារបបភ្នំពេញនោះឯងដែលកំពុងតែបំរើបរទេសពីព្រោះសម្រាប់កម្ពុជាបើមិនប្រើក្របខ័ណ្ឌច្បាប់អន្តរជាតិទេមិនដឹងការពារដោយវិធីណាទេខ្ញុំសូមបញ្ចប់មតិរបស់ខ្ញុំប៉ុណ្ណឹងសិនបាទមានការលើកឡើងថាតាមការពិតទៅរបបក្រុងភ្នំពេញបច្ចុប្បន្ននេះដូចថាកំពុងតែជាប់នៅក្នុងចំណងឬក៏អន្ទាក់ឬក៏អន្លង់ដ៏ជ្រៅនៃជាមួយប្រទេសថៃពីព្រោះរបបហ្នឹងគឺមានចំណុចខ្សោយខ្លាំងជាមួយរដ្ឋាភិបាលថៃតាំងពីករណីដូចជាសម្រាប់លោកលឹមគំយ៉ានិងករណីពាក់ព័ន្ធនឹងពួកឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនដែលយកទីតាំងប្រទេសថៃធ្វើជាទីតាំងហើយក៏ត្រូវបានប្រទេសថៃចាត់ការដកសញ្ជាតិបកកលុយកាក់លោកលីយ៉ុងផាត់លោកកុកអានអីជាដើមចឹងហើយបានជារបបក្រុងភ្នំពេញនឹងអត់ហ៊ានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែមានមតិលើកឡើងថាការដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23សម្រាប់ដាក់ពាក្យបណ្ដឹងទៅទីក្រុងឡាអេហ្នឹងគឺហាក់ដូចជាកំពុងតែជួយគណៈបកប្រជាជនវិញទេខណៈដែលខ្លួនឯងអត់ហ៊ានធ្វើអីណាមានចំណុចខ្សោយនៅក្នុងកណ្ដាប់ដៃគេណាហ្នឹងហើយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងបានសម្រេចដាក់ពាក្យបណ្ដឹងដូច្នេះវាគួរតែរបបហ៊ុនសែនហ្នឹងដូចថាចូលរួមផ្ទាល់ក្តីណាចូលរួមលើកទឹកចិត្តក្តីពីព្រោះការពិតទៅរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងកំពុងតែជួយដោះហ៊ុនសែនពីអន្ទាក់ប្រទេសថៃវិញទេដូចខ្ញុំបញ្ជាក់លោកចាំចាន់នេះពីដើមមកថារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នៃយើងខ្ញុំទាំងអស់គ្នារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលដឹកនាំដោយលោកសំរងស៊ី
ហើយលោកចាំចាន់នេះក៏ជាសមាជិកសំខាន់ម្នាក់នៅក្នុងរដ្ឋាភិបាលនឹងដែរយើងទាំងអស់គ្នាមិនដែលរីរាំងសោះឡើយថាមិនអោយរបបក្រុងភ្នំពេញនៃក្រុមគ្រួសារហ៊ុនប្តឹងហើយមានតែជំរុញទៀតឲ្យប្តឹងហើយបើប្តឹងត្រូវការជំនួយពីយើងខ្ញុំទាំងអស់គ្នាយើងខ្ញុំជួយទៀតប្រសិនបើប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិពីព្រោះយើងធ្វើដើម្បីអីយើងធ្វើដើម្បីការពារទឹកដីជាតិគោលដៅពិតប្រាកដរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23គឺដើម្បីការពារទឹកដីនៃប្រទេសកម្ពុជាហើយទឹកដីនៃប្រទេសកម្ពុជាគឺជាទឹកដីនៃយើងទាំងអស់គ្នាមិនមែនត្រឹមតែជាទឹកដីរបស់ពួកអ្នកកាន់អំណាចនៅភ្នំពេញប្រមាណអ្នកនោះទេជាទឹកដីរបស់ប្រជាពលរដ្ឋខ្មែរ17លាននាក់អាចច្រើនជាង17លាននាក់ផងទាំងអ្នករស់នៅក្រៅប្រទេសដូច្នេះជាទឹកដីនៃជនជាតិខ្មែរប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាម្ល៉េះហើយយើងតែងតែបើកចិត្តទូលាយជានិច្ចភាគីណាមួយប្តឹងក៏ដោយត្រូវការយើងជួយហើយនៅពេលនេះនេះពេលដែលរបបភ្នំពេញនៃក្រុមគ្រួសារហ៊ុនមិនហ៊ានប្តឹងពីព្រោះតែជាប់គន្លឹះច្រើនពេកជាមួយបរទេសទាំងបរទេសថៃទាំងបរទេសវៀតណាមហើយចុងក្រោយនេះជាប់គន្លឹះជាមួយនឹងពួកម៉ាហ្វីយ៉ាអក្រិតកម្មឆ្លងដែនទៅទៀតអត់ហ៊ានប្តឹងទេដូច្នេះពេលដែលយើងប្តឹងនេះគួរតែអបអរសាទរនឹងចូលរួមជាមួយយើងគួរតែបញ្ជូនអ្នកជំនាញមកធ្វើការជាមួយគ្នាក្នុងការការពារទឹកដីជាតិកម្ពុជារួមគ្នារបបនឹងបញ្ជូនអ្នកជំនាញមកមែនទទួលយកធ្វើការជាមួយទេលោកកឹមសុខទទួលក្នុងនាមរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ក្នុងនាមខ្ញុំជាអ្នកនាំពាក្យហើយនិយាយជំនួសរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23យើងទទួលសហការទទួលអ្នកជំនាញដែលបញ្ជូនមកដោយរដ្ឋាភិបាលរបបក្រុមគ្រួសារហ៊ុនទោះបីជាយើងកំពុងតែចម្រូងចម្រាសគ្នាលើបញ្ហានយោបាយយើងចង់ឲ្យមានស្ដារប្រជាធិបតេយ្យក៏ប៉ុន្តែមិនទាន់ស្ដារក៏ដោយយើងចង់ឲ្យមានការសម្របសម្រួលផ្សះផ្សាជាតិក៏ប៉ុន្តែពួកនោះមិនហ៊ានធ្វើក៏ដោយប៉ុន្តែនេះជាបបផហេតុការពារទឹកដីកាលណាជាបបផហេតុការពារទឹកដីបញ្ជូនអ្នកបច្ចេកទេសមកចង់សហការជាមួយយើងអាចចូលរួមគ្នាដើម្បីតតាំងនឹងភាគីដែលឈ្លានពានទឹកដីកម្ពុជាយកឈ្នះជាមួយគ្នាក៏បានដែរម្ល៉េះហើយប្រសិនបើពួកគេពិតជាមានឆន្ទៈនៅក្នុងការការពារទឹកដីជាតិកម្ពុជាណាគេមិនមែនមកចេញដាក់បដាសាយើងនៅពេលដែលយើងការពារទេមិនត្រូវធ្វើបែបហ្នឹងឡើយឧទាហរណ៍មួយទៀតយើងតែងតែជំរុញជានិច្ចឲ្យរបបភ្នំពេញការពារប្រជាពលរដ្ឋជំរុញឲ្យប្តឹងជំរុញទៅទៅ ICC តុលាការព្រហ្មទណ្ឌអន្តរជាតិជំរុញឲ្យធ្វើអន្តរាគមន៍ទៅហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីជំរុញឲ្យធ្វើការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហាយើងជំរុញជានិច្ចយើងអត់មានតោមនោះនឹងរឿងទាំងអស់ហ្នឹងទេប៉ុន្តែគឺភាគីរបបក្រុងភ្នំពេញទៅវិញទេតែកំពុងតែដើរបញ្ច្រាស់នឹងការដោះស្រាយបញ្ហាជាក់ស្ដែងហើយនៅពេលដែលយើងធ្វើបែរទៅជាចេញដាក់បណ្ដាសាយើងទៅវិញដាក់បណ្ដាសាយើងគឺដាក់បណ្ដាសាប្រជាពលរដ្ឋខ្មែរទាំងមូលពីព្រោះយើងកំពុងការពារប្រជាពលរដ្ឋខ្មែរហើយនឹងការពារទឹកដីនៃប្រទេសកម្ពុជាតើអំបញ្ញមិញនេះខ្ញុំបានលើកពីគេហៅថាការលើកឡើងរបស់បងប្អូនឬក៏ប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធទៅនឹងចំណុចខ្សោយរបស់របបលោកហ៊ុនសែនដែលមិនហ៊ានធ្វើអីថៃណាហ្នឹងហើយប៉ុន្តែលោកកឹមសុខអាចកត់សម្គាល់បន្ថែមបានទៀតថាក្រៅពីចំណុចដែលខ្ញុំបានលើកឡើងដូចជាករណីសម្រាប់លោកលំកឹមយ៉ាករណីខុបខិតគ្នាយកប្រទេសថៃជាទីតាំងប្រព្រឹត្តបទក្រិតអនឡាញហើយរហូតទៅដល់ថៃកាត់ទោសនឹងដកសញ្ជាតិលោកកុកអានលោកលីយ៉ុងផាត់ដែលជាដៃឆ្វេងដៃស្ដាំដែលជាទ្របរបស់លោកហ៊ុនសែនហ្នឹងតើវាមានចំណុចខ្សោយរបស់ហ៊ុនសែនហ្នឹងនៅកន្លែងណាខ្លះទៀតបានជាអត់ហ៊ានប្តឹងការឈ្លានពានរបស់ប្រទេសថៃក៏ដូចជាការបង្កឲ្យមានប្រជាពលរដ្ឋចំណុចដែលខ្សោយធំបំផុតរបស់របបភ្នំពេញនៃក្រុមគ្រួសារហ៊ុនគឺរបបនឹងជាប់ពាក់ព័ន្ធទៅនឹងរឿងអក្រិតកម្មឆ្លងដែនហើយអក្រិតកម្មឆ្លងដែនហ្នឹងមានពីរយ៉ាងធំដែលយើងត្រូវកត់សម្គាល់ក្នុងពេលបច្ចុប្បន្ន
ទីមួយអក្រិតកម្មឆ្លងដែនដែលពាក់ព័ន្ធទៅនឹងភាគីមួយចំនួនរកស៊ីជាមួយក្រុមគ្រួសារហ៊ុនហ្នឹងហើយបងប្អូនកាលណានិយាយអំពីអក្រិតកម្មឆ្លងដែនណាគឺមានន័យថាជាអំពើអក្រិតកម្មសម្លាប់គ្រប់បែបយ៉ាងបោកប្រាស់ឆោបោកជាអំពើស្មោករោគជួញដូរមនុស្សដូច្នេះទំនាក់ទំនងរវាងក្រុមគ្រួសារលោកហ៊ុនសែនជាមួយនឹងពួកមេដឹកនាំថៃយោធាថៃកន្លងមកហ្នឹងគឺច្បាស់ណាស់ពួកមេដឹកនាំថៃយោធាថៃមួយចំនួនគេមានផុសតាំងនៅក្នុងដៃរបស់គេនៅក្នុងការបកអាក្រាតលោកហ៊ុនសែនដូច្នេះលោកហ៊ុនសែនរបបភ្នំពេញលោកហ៊ុនម៉ាណែតអត់ហ៊ានប្តឹងទេពីព្រោះកាលណាបើប្តឹងដើម្បីការពារទឹកដីជាតិទៅតុលាការយុតិធធម៌អន្តរជាតិណាឯកសារភ័ស្តុតាងទាំងអស់ហ្នឹងចេញមកជាបន្តបន្ទាប់ហើយមើលតែចំណុចមួយទេបងប្អូនមើលតែពេលដែលលោកហ៊ុនសែនធ្វើមិនទាន់ខ្លាំងណាគឺវាយសម្រុកបានន័យថាភាគីថៃវាយសម្រុកលើអក្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាក៏ប៉ុន្តែលោកហ៊ុនសែននៅសម្របអត់ទាន់ចេញរឿងអីទេប៉ុន្តែនៅពេលដែលលោកហ៊ុនសែនគ្រាន់តែនិយាយថាមិនខ្លាចទេគ្រាន់តែមិនខ្លាចទេចេញរឿងលីយ៉ុងផាត់ចេញរឿងកុកអានឃើញទេហើយដូច្នេះបើសិនជាលោកហ៊ុនសែនហ៊ានបង្ហាញស្មារតីមួយទៀតរហូតដល់ប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិមិនដឹងចេញរឿងអីទៀតទេពីថៃមកនោះមានន័យថានៅក្នុងកណ្ដាប់ដៃរបស់ភាគីថៃគេមានសំណុំរឿងជាផុសតាងអក្រិតកម្មរបស់លោកហ៊ុនសែនទៅហើយប៉ុន្តែយើងអាចសួរថាចុះពេលហ្នឹងមិនក៏ថៃគេមិនបញ្ចេញទាំងអស់ថៃគេប្រើវិធីឆ្លាតគេទុកអាសំណុំរឿងទាំងអស់នោះដើម្បីអុកលោកហ៊ុនសែនអុកលោកហ៊ុនសែនយកប្រយោជន៍សម្រាប់ជាតិគេប្រសិនបើគេគ្រាន់តែបញ្ចេញនៅសំណុំឯកសារជាផុសតាងអក្រិតកម្មរបស់លោកហ៊ុនសែនក្រុមគ្រួសារហ៊ុនអានឹងបុកលោកហ៊ុនសែនបានបះជើងបះដៃភ្លាមប៉ុន្តែគេមិនអាចទាញយកផលប្រយោជន៍សម្រាប់ប្រទេសជាតិគេបានលឿនណាឧបមាថៃគេក៏គេកំពុងលេងដែរណាលេងយ៉ាងម៉េចគេបារម្ភដែរប្រសិនបើអុកលោកហ៊ុនសែនខ្លាំងលោកហ៊ុនសែនដួលលឿនក៏ស្រាប់តែមានរដ្ឋាភិបាលថ្មីរដ្ឋាភិបាលប្រើច្បាប់អានោះថៃគេខ្លាចខាតគេទៅវិញថៃគេកំពុងលេងតាមស្រួលបន្តិចម្ដងដើម្បីអុកលោកហ៊ុនសែនណាអាហ្នឹងគឺជាបញ្ហាមួយដែលកម្ពុជាយើងប្រឈមខ្លាំងណាទៅនឹងការលំបាកនៅក្នុងការផ្លាស់ប្ដូរដើម្បីជួយប្រទេសជាតិកម្ពុជារបស់យើងថៃគេមិនបញ្ចេញភ្លាមទេពីព្រោះគេត្រូវទុកឯកសារទាំងអស់ហ្នឹងដើម្បីសង្កត់លោកហ៊ុនសែនមិនអោយធ្វើអ្វីទាំងអស់រឿងព្រំដែនគេចង់ធ្វើបាបប្រជាពលរដ្ឋមិនហ៊ានប្តឹងគេចង់ចូលយកភូមិខ្មែរមិនហ៊ានតវ៉ាក៏មិនហ៊ានប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិនោះគឺជាមូលហេតុដែលនៅក្នុងដៃរបស់ថៃគឺគេមានសំណុំរឿងជាផុសតាងអក្រិតកម្មអុកលោកហ៊ុនសែនច្បាស់ណាស់ហើយមួយវិញទៀតអ្វីដែលថៃគេមិនខ្លាចទាល់តែសោះពីព្រោះអារឿងអក្រិតកម្មឆ្លងដែនហ្នឹងវាជារឿងធំរចនាសម្ព័ន្ធអក្រិតកម្មឆ្លងដែនហ្នឹងធំណាស់ធំមែនតើណាកុំភ្លេចណារចនាសម្ព័ន្ធអក្រិតកម្មឆ្លងដែនដែលយើងឃើញ Gen Z ជិតស្និទ្ធជាមួយលោកហ៊ុនសែនក្នុងពេលបច្ចុប្បន្នហ្នឹងត្រឹមតែថៃត្រឹមតែកម្ពុជាឬក៏ត្រឹមតែអាស៊ានណាក៏កំចាត់អត់បានដែរកំចាត់អត់បានទេណារចនាសម្ព័ន្ធអក្រិតកម្មឆ្លងដែននេះទាល់តែកម្រិតសហរដ្ឋអាមេរិកធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ានតែម្ដងទើបអាចទៅរួចអង្គការចាត់តាំងអក្រិតកម្មឆ្លងដែននេះមិនមែនធម្មតាទេបើមិនអញ្ចឹងមិនមែនហ៊ុនសែនព្យាយាមការពារ Gen Z ម្ដងហើយម្ដងទៀតទេពិភពលោកគេរឹបអូសទ្រព្យសម្បត្តិ Gen Z និងតាមចាប់ Gen Z តែហ៊ុនសែនចេញមុខការពារ Gen Z នោះមានន័យថាលោកហ៊ុនសែនខ្លួនគាត់ដឹងគាត់ធ្វើការជាមួយ Gen Z គាត់ដឹងច្បាស់ថាអង្គការចាត់តាំងរបស់ Gen Z នឹងធំប៉ុណ្ណាអង្គការចាត់តាំងអក្រិតកម្មឆ្លងដែននឹងធំប៉ុណ្ណានេះអានេះជាចំណុចមួយទៀតណាហើយដូច្នេះហើយរឿងដែលលោកហ៊ុនសែនមិនហ៊ានប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិដើម្បីបញ្ចប់នៅចំនួនព្រំដែនពីព្រោះការបើបញ្ចប់ចំនួនព្រំដែននឹងឲ្យឆាប់យុទ្ធនាការនៃការកម្ចាត់អក្រិតកម្មឆ្លងដែនក៏វាឆាប់ដែរវាកាន់តែខ្លាំងនោះមានន័យថាម៉េចមានន័យថាលោកហ៊ុនសែនមិនចង់បញ្ចប់បញ្ហាព្រំដែនទេកុំឃើញលោកហ៊ុនសែន
ចរចាសម្រោះសម្រួលនឹងចង់បញ្ចប់អត់បញ្ចប់ទេគាត់ចង់អូបន្លាយពីព្រោះអីពីព្រោះបើបញ្ចប់បញ្ហាព្រំដែននឹងដោយតុលាការយុត្តិធម៌អន្តរជាតិព្រំដែនកម្ពុជាថៃស្ងប់ស្ងាត់ដូច្នេះរឿងដែលបន្ទាប់ជៀសមិនផុតវាត្រូវសហការជាមួយថៃសហការជាមួយអាស៊ានសហការជាមួយសហរដ្ឋអាមេរិកដើម្បីកម្ចាត់អ ுக ្រិតកម្មឆ្លងដែនដល់ទៅពេលកម្ចាត់អ ுக ្រិតកម្មឆ្លងដែនមិនស្មើនឹងកម្ចាត់ហ៊ុនសែននេះអានេះជាចំណុចដែលសំខាន់ណាអញ្ចឹងហើយបើជាលោកហ៊ុនសែនអត់ចង់ប្តឹងទេគឺទុកអូសបន្លាយអញ្ចឹងហើយបងប្អូនមើលអត់ដឹងអាចមើលមិនដឹងតែលោកហ៊ុនសែនកំពុងតែអូសបន្លាយពេលវេលាអញ្ចឹងមិនចង់កម្ចាត់សំទោសមិនចង់ដោះស្រាយបញ្ហាព្រំដែនឲ្យជ្រះស្រឡះទេទុកបញ្ហាព្រំដែនហ្នឹងបិទព្រំដែនជាមួយថៃកុំឲ្យមានការលូកចូលពីថៃពីអាស៊ានកិច្ចសហប្រតិបត្តិការរឹងមាំជាមួយសហរដ្ឋអាមេរិកដើម្បីកម្ចាត់អ ுக ្រិតកម្មឆ្លងដែននៅពីព្រោះការកម្ចាត់អ ுக ្រិតកម្មឆ្លងដែនគឺជាការកម្ចាត់ក្រុមគ្រួសារហ៊ុននឹងតែម្ដងនៅប្រទេសកម្ពុជាអរគុណលោកគឹមសុខមុននឹងបន្តសំណួរឬក៏សូមការអត្ថាធិប្បាយបន្តទៅទៀតខ្ញុំអាចជម្រាបបងប្អូនជនរួមជាតិដែលកំពុងតែតាមដានការទស្សនាការផ្សាយរបស់យើងខ្ញុំផ្ទាល់នៅទីនេះថាព័ត៌មានក្រៅផ្លូវការមួយដែលខ្ញុំទទួលបានហ្នឹងនិយាយឲ្យចំទៅគឺ Gen Z និងលោកហ៊ុនសែនហ្នឹងក៏ដូចជាបានភ្ជាប់ជាសាច់ឈាមគៀមឆ្អឹងនឹងគ្នាហើយទៅទៀតនោះអាហ្នឹងវាស៊ីជម្រៅកាន់តែខ្លាំងតែទោះជាយ៉ាងណាក៏ខ្ញុំទោះជាមានប្រភពច្រើនប្រាប់មកខ្ញុំក៏ដោយក៏ខ្ញុំនៅចាត់ទុកថាជាប្រភពក្រៅផ្លូវការហើយនឹងព្យាយាមដើម្បីស្វែងរកព័ត៌មានពិតឲ្យទូលំទូលាយថាតើពួកគេប្រកាសជាបានភ្ជាប់សាច់ឈាមគៀមឆ្អឹងជាមួយគ្នាមែនឬក៏យ៉ាងណាជាបន្តទៀតខ្ញុំសូមលោកកឹមសុខចូលរួមបន្ថែមបន្តិចព្រោះរហូតមកដល់ពេលនេះណាប្រជាពលរដ្ឋមួយចំនួននៅតែយល់ច្រឡំថារបបក្រុងភ្នំពេញបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅ ICJ ហើយលោកកឹមសុខអាចបន្ថែមឲ្យច្បាស់បន្តិចដើម្បីឲ្យពួកគាត់យល់ច្បាស់ពីព្រោះនៅមានការយល់ច្រឡំអញ្ចឹងហើយលើកឡើងថាអូបានដាក់បណ្ដឹងហើយអីហើយអញ្ចឹងណាលោកកឹមសុខអញ្ជើញបើដាក់ប្តឹងទៅ ICJ ហើយវាគួរណាស់មានព័ត៌មាននៅលើប្រព័ន្ធបណ្ដាញរបស់ ICJ ថាគេបានទទួលពាក្យបណ្ដឹងប៉ុន្តែមកដល់ពេលនេះអត់មានតតែសោះប៉ុន្តែចំណុចទី2វាអាចកាន់តែច្បាស់ថារបបភ្នំពេញនៃក្រុមគ្រួសារហ៊ុនមិនប្តឹងទេឬក៏មិនទាន់ប្តឹងទេនៅត្រង់ថាអ្នកនាំពាក្យរបបភ្នំពេញនឹងសារភាពដោយខ្លួនឯងលោកប៉ែនប៊ុនណាគាត់ប្រើពាក្យថារដ្ឋាភិបាលក្រុមគាត់នៅតែរក្សាជំហរប្តឹងរក្សាជំហរប្តឹងពាក្យថារក្សាជំហរប្តឹងនោះមានន័យថាម៉េចអត់ទាន់ប្តឹងមានន័យថាមិនទាន់ប្តឹងត្រង់ណាដែលថាមិនទាន់ប្តឹងពីព្រោះការប្តឹងផ្ដាល់ទៅតុលាការយុត្តិធម៌អន្តរជាតិគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់ហើយបើប្តឹងហើយវាអត់ត្រូវប្រើពាក្យថារក្សាជំហរប្តឹងទេបើប្តឹងហើយប្រាប់ថាប្តឹងហើយពីព្រោះរដ្ឋាភិបាលរបបភ្នំពេញក្រុមគ្រួសារហ៊ុនហ្នឹងប្រឈមនឹងប្រជាពលរដ្ឋណាអញ្ចឹងបើប្តឹងហើយរឿងអីមិនប្រាប់ប្រជាពលរដ្ឋថាប្តឹងដើម្បីឲ្យប្រជាពលរដ្ឋពេញចិត្តមិនចឹងអញ្ចឹងបើកាលណាប្រើពាក្យថារក្សាជំហរប្តឹងមានន័យថាអត់ទាន់ប្តឹងទេដូច្នេះនៅពេលដែលយើងរៀបចំក្រុមការងារដើម្បីដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក៏បានព័ត៌មានច្បាស់មួយព័ត៌មានច្បាស់ថារដ្ឋាភិបាលរបបភ្នំពេញអត់ប្តឹងហើយការដែលអត់ប្តឹងគឺលោកប៉ែនប៊ុនណានិយាយដោយខ្លួនឯងនៅវិទ្យុបារាំងអន្តរជាតិគាត់ថារក្សាជំហរប្តឹងចាំបាច់រក្សាជំហរអីបើប្តឹងហើយថាប្តឹងហើយទៅចាំបាច់រក្សាជំហរមិនចឹងក្នុងន័យការទូតពាក្យរក្សាជំហរនេះមានន័យថាអត់ទាន់ធ្វើអីទេខ្ញុំរក្សាជំហរបែបនេះខ្ញុំរក្សាជំហរបែបនោះបានន័យថាអត់ទាន់សម្រេចចិត្តធ្វើទេរក្សាជំហរអញ្ចឹងសិនធ្វើមិនទាន់កើតទេឬមិនទាន់សម្រេចចិត្តធ្វើទេពាក្យរក្សាជំហរនៅក្នុងនៃនយោបាយការទូតណាធ្វើមិនទាន់កើតទេឬមិនទាន់ធ្វើទេប៉ុន្តែចង់ប្តឹងបានន័យថាមិនទាន់ប្តឹងលោកកឹមសុខ
ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ក្នុងការរៀបចំពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិហ្នឹងខ្ញុំសូមលោកកឹមសុខបន្ថែមបន្តិចវាគ្រាន់តែជារឿងដែលចង់ចាញ់ចង់ឈ្នះជាមួយរបបហ៊ុនសែនឬក៏រឿងដើម្បីវាជារឿងអីមួយផ្សេងទៀតអត់ទេយើងមិនមែនចង់ចាញ់ចង់ឈ្នះរបបភ្នំពេញរឿងទឹកដីទេយើងធ្វើដើម្បីការពារទឹកដីមានសំណួរថាមិនមែនស្រូបយកការគ្រប់គ្រងមិនមែនធ្វើដើម្បីអីគេហៅថានយោបាយប្រជាពិធដ្ឋអីទេយើងត្រូវស្គាល់តួនាទីរបស់យើងមានសំណួរមួយថាតើយើងប្តឹងទៅជោគជ័យឬក៏អត់ខ្ញុំក៏ប្រាប់ទៅវិញថាចុះឥឡូវយើងចង់ប្តឹងឬក៏អត់គ្រប់គ្នា100នាក់ទាំង100នាក់ថាចង់ប្តឹងប្រជាពលរដ្ឋហើយបើចង់ប្តឹងឥឡូវរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ប្តឹងហើយប៉ុន្តែរឿងជោគជ័យឬមិនជោគជ័យវាមានចំណុចខ្សោយមួយដែរយើងហ៊ានសារភាពគឺយើងមិននៅលើទឹកដីផ្ទាល់ត្រង់ហ្នឹងដែលជាការលំបាកយើងមិននៅលើទឹកដីផ្ទាល់មិននៅត្រួតត្រាប្រទេសកម្ពុជាផ្ទាល់បើយើងនៅត្រួតត្រាប្រទេសកម្ពុជាផ្ទាល់100%យើងជោគជ័យប៉ុន្តែដោយសារតែយើងមិនត្រួតត្រាប្រទេសកម្ពុជាផ្ទាល់នៅលើទឹកដីកម្ពុជាផ្ទាល់ដូច្នេះអ្វីដែលយើងធ្វើគឺដោយឆន្ទៈតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋប្រឹងប្រែងដោយសុចរិតដោយគុណធម៌ចំពោះប្រជាពលរដ្ឋអត់ទេរឿងការពារទឹកដីជាតិមិនមែនជារឿងប្រជាពិធដ្ឋទេប៉ុន្តែបងប្អូនពិចារណាអ្វីទៅជារដ្ឋាភិបាលអ្វីដែលយើងធ្វើគឺត្រូវបំពេញកាតព្វកិច្ចក្នុងនាមជារដ្ឋាភិបាលទោះបីជោគជ័យឬមិនជោគជ័យក៏ដោយប៉ុន្តែនេះគឺជាកាតព្វកិច្ចជាឧទាហរណ៍បើគេឈ្លានពានយើងជាក់ស្ដែងកាតព្វកិច្ចរបស់យើងត្រូវការពារហើយការការពារធ្វើបែបណាបើយើងនៅលើទឹកដីផ្ទាល់យើងពង្រឹងកងកម្លាំងប្រដាប់អាវុធហើយនៅក្នុងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ការពង្រឹងកងកម្លាំងប្រដាប់អាវុធណាបងប្អូនបើយើងនៅលើទឹកដីផ្ទាល់ទាហានជួរមុខឲ្យមានប្រាក់បៀវត្សស្មើនឹងសមាជិកសភានៅពេលដែលមានសង្គ្រាមបើសមាជិកសភា$5000ក្នុងមួយខែយុទ្ធជនជួរមុខក៏$5000នៅក្នុងមួយខែដែរបងប្អូនទៅមើលកម្មវិធីនយោបាយរបស់យើងខ្ញុំអានោះបើយើងនៅលើទឹកដីផ្ទាល់ខ្ញុំមិននិយាយលំអិតទេទី2យើងប្តឹងដោយប្រើច្បាប់និងយន្តការអន្តរជាតិទៅស្ថាប័នអន្តរជាតិបើហ៊ានបាញ់ប្រជាពលរដ្ឋខ្មែររំលោភនារីខ្មែរគឺទៅ ICC ហើយតុលាការព្រហ្មទណ្ឌអន្តរជាតិហើយហ៊ានរំលោភលើទឹកដីនៃប្រទេសកម្ពុជាទៅ ICJ ហើយតុលាការយុត្តិធម៌អន្តរជាតិឬក៏ស្ថាប័នពាក់ព័ន្ធផ្សេងទៀតហើយជាកិច្ចដំបូងគឺទៅហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យមានការកោះប្រជុំដោះស្រាយបញ្ហាឡើងវិញគឺយើងធ្វើដូច្នេះនោះមានន័យថាម៉េចអ្វីដែលយើងធ្វើគឺជាកាតព្វកិច្ចក្នុងនាមជារដ្ឋាភិបាលកាតព្វកិច្ចរដ្ឋាភិបាលត្រូវការពារប្រជាពលរដ្ឋការពារប្រទេសជាតិហើយនៅពេលនេះយើងនៅក្រៅអញ្ចឹងហើយបានជាយើងមិនអាចទៅពង្រឹងកងកម្លាំងប្រដាប់អាវុធតាមផែនការរបស់យើងដើម្បីការពារទឹកដីផ្ទាល់ទេយើងប្រើវិធីសាស្ត្រនិងច្បាប់អន្តរជាតិដើម្បីតតាំងប៉ុន្តែសួរថាជោគជ័យទេបងប្អូនយើងកុំទាន់និយាយជោគជ័យឬក៏បរាជ័យចំណុចជាអត្ថិភាពបើយើងជារដ្ឋាភិបាលយើងត្រូវបំពេញកាតព្វកិច្ចជារដ្ឋាភិបាលហើយកាលណាយើងបំពេញកាតព្វកិច្ចជារដ្ឋាភិបាលគឺប្រជាពលរដ្ឋមើលឃើញច្បាស់ថាឥឡូវហ្នឹងអ្នកណាជាអ្នកដើរតួនាទីពិតប្រាកដក្នុងនាមជារដ្ឋាភិបាលគឺរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដូច្នេះនៅពេលហ្នឹងប្រសិនបើយើងមិនមានលទ្ធផលវិជ្ជមានតាមដែលយើងរំពឹងទុកក៏បងប្អូនឃើញចំណុចមួយដែរថាហេតុផលពិតប្រាកដដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មិនបានលទ្ធផលជាវិជ្ជមានដោយតែខ្លួនរំពឹងទុកពីព្រោះខ្លួនមិនបានដឹកនាំនៅលើទឹកដីនៃប្រទេសកម្ពុជាដូច្នេះបងប្អូនឃើញស្រាប់ហើយយើងបង្ហាញឆន្ទៈថាយើងធ្វើប៉ុន្តែមិនបានវិជ្ជមានឧបមាថាដូចដែលយើងរំពឹងទុកអញ្ចឹងបងប្អូនជួយយើងថែមទៀតឲ្យយើងអាចត្រួតត្រានៅលើទឹកដីនៃប្រទេសកម្ពុជាផ្លាស់ប្ដូរ
ពួកផ្ដាច់ការដែលមិនហ៊ានប្រើច្បាប់អន្តរជាតិដែលមិនហ៊ានប្តឹងទៅតុលាការយុតិធម៌អន្តរជាតិនឹងចេញហើយយើងទៅត្រួតត្រាលើទឹកដីនៃប្រទេសកម្ពុជាផ្ទាល់ពេលហ្នឹងធានាមកធានាពង្រឹងទាំងកម្លាំងកងទ័ពដើម្បីការពារទឹកដីជាតិធានាទាំងប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដោះស្រាយចម្រុះភាគីព្រំដែនធានាទាំងប្តឹងទៅតុលាការយុតិធម៌អន្តរជាតិ ICJ នៅលើករណីទាំងឡាយណាដែលដោះស្រាយចម្រុះភាគីបារាំងអង្គការសហជីវជាតិមិនចេញពីព្រោះកាលណាដោះស្រាយនៅតាមបន្ទាត់ព្រំដែនអាចមានកន្លែងដែលដោះស្រាយចម្រុះអត់ចេញដែរតើតែរុញទៅតុលាការយុតិធម៌អន្តរជាតិយើងធ្វើបែបហ្នឹងយើងធ្វើដោយសេចក្តីស្មោះត្រង់ដោយបំពេញតួនាទីក្នុងនាមយើងជាអ្នករដ្ឋាភិបាលបងប្អូនឃើញទេពីមុនយើងគ្រាន់តែអំពាវនាវទេពីព្រោះអីពីព្រោះពីមុនយើងជាក្រុមប្រឹក្សាជាតិតស៊ូយើងជាគណៈបកនយោបាយយើងជាអ្នកមើលពីក្រៅយើងអំពាវនាវប៉ុន្តែនៅពេលដែលយើងប្រកាសខ្លួនជារដ្ឋាភិបាលដោយមានការគ្រប់គ្រងពីប្រជាពលរដ្ឋធ្វើជាតំណាងនៅផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាពលរដ្ឋយើងបំពេញតួនាទីរបស់យើងតាមដែលយើងអាចធ្វើបាននោះគឺជាសេចក្តីស្មោះត្រង់របស់យើងថាសេចក្តីស្មោះត្រង់នេះណាប្រជាពលរដ្ឋនៅជាមួយយើងប្រជាពលរដ្ឋនៅជាមួយយើងបើទោះបីជាករណីមួយនេះយើងមិនទាន់ដល់គោលដៅដែលយើងចង់បានក៏ប៉ុន្តែយើងអាចដល់គោលដៅផ្សេងទៀតតាមលំដាប់លំដោយនៃផែនការរបស់យើងពេលនោះប្រទេសកម្ពុជានឹងជោគជ័យលោកកឹមសុខខ្ញុំចង់ឲ្យលោកកឹមសុខចូលលម្អិតបន្តិចអំពីនីតិវិធីនៃដំណើរការពាក្យប៉ុណ្ណឹងណាក្នុងចំណុចដែលលោកកឹមសុខយល់ថាអាចជំរាបទៅប្រិយមិត្តបានក៏ជំរាបតែនៅក្នុងចំណុចដែលពិបាកតែយើងមិនអាចនិយាយជាសាធារណៈបានក៏មិនបាច់ជំរាបដែរប៉ុន្តែខ្ញុំជឿថាក៏យ៉ាងហោចណាស់ក៏មានចំណុចខ្លះដែលអាចជំរាបជូនបងប្អូនជនជាតិបានអរគុណនៅពេលនេះខ្ញុំមិនទាន់និយាយលម្អិតអំពីនីតិវិធីទេប៉ុន្តែខ្ញុំជម្រាបជូនបងប្អូនថាយើងបានរៀបចំការងារយ៉ាងលម្អិតក្នុងការបំពេញតួនាទីជារដ្ឋាភិបាលការពារទឹកដីនៃប្រទេសកម្ពុជាចំណុចទី1ក្រុមប្រឹក្សាជាតិតស៊ូដែលបង្កើតឬដែលដល់តួនាទីជារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23និយាយចំរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បង្កើតគណៈកម្មការចំពោះកិច្ចមួយដែលមានសមាជិកភាព7រូបហើយនៅក្នុងសមាជិកភាព7រូបនោះមានអ្នកស្រីទិតកំហ៊ុនគាត់ទទួលបន្ទុកអន្តរាគមន៍ទៅហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីលោកអ៊ុំសំអានទទួលបន្ទុកជាអ្នករៀបចំបណ្ដឹងហើយបណ្ដឹងហ្នឹងគឺបណ្ដឹងទៅតុលាការយុតិធម៌អន្តរជាតិ ICJ ហើយមានយុវជនឧស្សាមឌីមានលោកឆាំចានីជាសមាជិកមានលោកទេពមនោរម្យហើយនឹងលោកអឹងឈុនលៀងគាត់ជាលេខាធិការបច្ចេកទេសការងារហើយខ្ញុំជាទីប្រឹក្សានៅក្នុងគណៈកម្មការចំពោះកិច្ចហ្នឹងគណៈកម្មការចំពោះកិច្ចនេះណា7រូបជាតំណាងចេញមុខរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ប៉ុន្តែមិនមែនយើងធ្វើការតែ7រូបនឹងទេយើងធ្វើការជាមួយបញ្ញវន្តខ្មែរអិសរាជជននយោបាយខ្មែរមួយចំនួនទៀតដែលមានចំណេះជំនាញខាងច្បាប់នយោបាយនិងការទូតអន្តរជាតិធ្វើការជាមួយអ្នកច្បាប់អន្តរជាតិប្រចាំលោករួមទាំងធ្វើការជាមួយនឹងមេធាវីអន្តរជាតិដើម្បីធ្វើការរួមគ្នានៅក្នុងការរៀបចំឯកសារប្តឹងទៅតុលាការយុតិធម៌អន្តរជាតិ ICJ យើងធ្វើច្បាស់លាស់មិនមែនដូចគេនិយាយថាធ្វើប្រជាភិថុតនោះទេគឺពិតប្រាកដច្បាស់លាស់ទាំងការរៀបចំឯកសារពាក្យបណ្ដឹងហើយយើងឃើញហើយក្រោយពីយើងសម្រេចនៅការបង្កើតគណៈកម្មការចំពោះកិច្ចនេះមានសកម្មភាពនៃការធ្វើការអ្នកស្រីទិតកំហ៊ុនដឹកនាំក្រុមការងាររបស់គាត់នៅអឺរ៉ុបនៅទីក្រុង Geneva ជាដើមដើម្បីស្ទាបស្ទង់មើលផ្លូវក្នុងការធ្វើកិច្ចការនេះបន្តទៀតហើយលោកអ៊ុំសំអានគាត់ជាអ្នកទទួលបន្ទុកនៅក្នុងការរៀបចំបណ្ដឹងគាត់ប្រមូលឯកសារផែនទីនានាដែលពាក់ព័ន្ធទៅនឹងបញ្ហាទឹកដីព្រំដែនពួកគាត់នឹងធ្វើការយ៉ាងសកម្មក្នុងការ
រួមគ្នាប្រមូលភស្តុតាងហើយនឹងឯកសារផ្លូវច្បាប់រួមទាំងការបើកច្រកផ្លូវការទូតនានាដើម្បីយើងអាចមានគេហៅថាលទ្ធភាពនៅក្នុងការយកសំណុំរឿងព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិគឺយើងពិភាក្សាគ្នាដិតដល់ណាស់ចំណុចទី2ខ្ញុំសូមបញ្ជាក់ជូនបងប្អូនយើងគ្មានការលាក់បាំងហើយក៏មិនបោកប្រាស់ប្រជាពលរដ្ឋខ្មែរដោយរបបភ្នំពេញនៃក្រុមគ្រួសារហ៊ុនដែរអត់ប្តឹងផងទៅបោកប្រជាពលរដ្ឋថាប្តឹងហើយចុងក្រោយប៉ែនប៊ុនណាគាត់មានប្រសាសន៍ថារក្សាជំហរប្តឹងបាទនេះអត់ប្តឹងផងប៉ុន្តែយើងអត់ធ្វើអញ្ចឹងទេខ្ញុំជម្រាបជូនបងប្អូនគណៈកម្មការចំពោះកិច្ចនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មានការងារ2ពីគណៈកម្មការហ្នឹងហើយសុទ្ធតែការងារសំខាន់ជាអាយុជីវិតប្រទេសជាតិកម្ពុជានិងទឹកដីជាតិកម្ពុជាភារកិច្ចអត្ថិភាពទី1មែនតើមិនទាន់ប្តឹងទេភារកិច្ចអត្ថិភាពទី1គឺដឹកនាំដោយអ្នកស្រីទឹកកំហ៊ុនដែលជាប្រធានស្ថាប័នការបរទេសនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគាត់ទទួលបន្ទុកធ្វើអន្តរាគមន៍ទៅហត្ថលេខីនៃកិច្ចព្រមព្រៀង